ជាសិល្បៈនៃការតស៊ូរបស់បុព្វបុរសខ្មែរកសាងប្រទេសតាំងពីបុរាណកាលមកបច្ចុប្បន្ននេះសិល្បៈគុនខ្មែរបានល្បីល្បាញទូទាំងសកលលោកដែលកងខ្មែរគ្រប់រូបខំប្រឹងអភិវឌ្ឍកីឡាវិស័យនេះឲ្យល្បីសកសាយដូច្នេះហើយកូនខ្មែរ DJ Cool បានផលិតបទចម្រៀងបទក្រុមចំណងជើងថាសិល្បៈគុនខ្មែរ Yeah. Yeah. Uh-huh. Yeah. Yeah. Salapa, salapa, kun khmer. 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 Salapa, kun khmer ជាកេរដំណែលពីដូនតាមានប្រវត្តិយូរលង់និងមានប្រវត្តិដ៏អស្ចារ្យសិល្បៈក្បាច់គុនតែល្បីក្នុងលោកកាប្រទេសជាច្រើននៅក្នុងលោកតែតែពោលសរសើរថាក្បាច់គុនខ្មែរខ្លាំងប្រៀបដូចដំរីស្រាគ្រាន់តែវាយមកដៃថងលត់ថាម៉ាំងលងើងក្បាលជង្គង់អស់កែងឆែកអាចស្លាប់បាត់សងខានាវត្តកន្ទុយហើយកែងបោះខ្លាំងដូចខ្លាគ្រាន់តែលឺតែខ្មែរវាយតែខ្លះឯញ័រដូចឆ្មាក្បាច់ខ្មែរពិតជាខ្លាំងមិនមែនតែខ្ញុំមិនចេះតែថាបើមិនជឿសាក់មើលទៅតែខ្លាំងបើប៉ុណ្ណាវាយពីមួយទៅមួយមានកំព្រាខ្លាចដល់ណាមានកំព្រាខ្លាចដល់ណាទេអីសិល្បៈគុនខ្មែរយា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 សិល្បៈគុនខ្មែរអីគ្រាន់តែភ្លេងបង្គំផ្លាត់ញាក់ជើងត្រេតហត់ទៅធាក់មកជើងម៉ាំងកាប់អាចារ្យលន់តបោដូចកំភ្លើងគេបាញ់ខាងកណ្ដាប់ដៃមហាកម្លាំងខ្លាំងដូចអរុតក្រោះកូឡាបតយបកឈាមដូចជាទូអស់ពីហូរជាមិនតាមចំោះទូហូរទាំងអស់គ្នាតែមើលក្រោកឆោឡើងផ្ទះដៃមនីហើយលាន់មាត់គ្រប់គ្រាតែកម្ពុជាពិតជាខ្លាំងមើលទៅគូប្រកួតសន្លប់ទៅជាស្រីអង្គបាក់អ្នកខ្លាំងហើយដូចជាស្រីអង្គហើយដូចជាស្រីអង្គចឹងងាយហើយសិល្បៈគុនខ្មែរយាសិល្បៈគុនខ្មែរយាហើយសិល្បៈគុនខ្មែរយាសិល្បៈគុនខ្មែរយាហើយសិល្បៈគុនខ្មែរហើយក្បាច់គុនបុរាណខ្មែរជាកេរដំណែលពីដូនតាមានប្រវត្តិយូរលង់ហើយមានប្រវត្តិដ៏អស្ចារ្យក្បាច់គុនបុរាណខ្មែរមានចម្លងអំពីណានាបានបន្សល់ទុកមកឆ្លាក់លើប្រាង្គសិលាការពារប្រទេសជាតែមានសភុំនៃដែនដីដ៏អស្ចារ្យទុកឲ្យក្មេងជំនាន់ក្រោយហាក់តែរៀនថែរក្សាត្រូវបច្ចុប្បន្នចាំទុកហើយកេរដំណែលពីដូនតាកុំឲ្យគុនខ្មែរនេះបាត់បង់លឿនលំដូចត្រីបច្ឆាបាត់ទៅនៅក្នុងទឹកត្រឹមហែឆ្លេឆ្លាថែគុនខ្មែរឲ្យល្បីដូចបាត់ដីអស់ហើយលើមេហាឲ្យមានស្ដាយទៅទូទាំងលោកកាឲ្យគេពោលសរសើរថាអស្ចារ្យមែនសិល្បៈគុនខ្មែរបាទអរគុណច្រើនបើមិនចូលសម្លេងបដាតមាត់មួយគណៈកម្មការបដាខ្ញុំសួរចាប់នៅខ្ញុំឃើញក៏ហត់បាទ reflex មែនគួរក្បាលហត់ទេអូនហត់ទេតាមពិតទៅការមុនបងហត់ដែរដល់ពេលយើងទៅជាជំនាញរបស់យើងហើយវាមានការផលបាក់តិចតួចទេបងចេះឃើញអូនឯងជឹកស្មាស្អីចូលចំោះជួនកាលអាចយើងដូរសម្លេងចាឥឡូវអូនឯងមិនចេះរ៉េបទៀតឥឡូវរ៉េបរបៀបស្អីគេតិនហ្វីមួយមើលសលេងតិនហ្វីសិល្បៈពីដូនតាសិល្បៈគុនខ្មែរជាកេរដំណែលពីដូនតាមានប្រវត្តិនៃយូរលង់និងមានប្រវត្តិនៃអស្ចារ្យសិល្បៈគុនខ្មែរមានចម្លងអំពីតាណាបានបន្សល់ទុកមកឆ្លាក់លើប្រាង្គសិលាការពារប្រទេសជាតិមេត្តាភូមិណាដែនដីដ៏អស្ចារ្យអរហើយបងបាទតែបើសិនជាក្រុមបញ្ចូលសម្លេងនៅ My TV CTN ណាត្រូវការប្អូនដូចថាខ្វះតួអង្គណាមួយអាចយកទៅបានអនាគតចាល្អមើលឃើញចាំអត់ទេសម្លេងប្អូនគឺថាបញ្ចូលសម្លេងខាងដូចថាកំ pl ែងណាដែលអត់ចេះនិយាយអញ្ចឹងណាតែមុខកំ pl ែងតែអត់ចេះនិយាយអាចយកប្អូនទៅបញ្ចូលសម្លេងអ្នកកំ pl ែងបានឬក៏បញ្ចូលសម្លេងដូចថាអាម៉ាតពៀនវាំងអីចឹងណាអញ្ចឹងអាចបញ្ចូលបានតែសម្លេងតួឯងប្អូនក៏អត់ចេះធ្វើត្រូវហើយចាអត់ចេះធ្វើបាទឥឡូវចង់ឲ្យ
ប្អូនដែលបញ្ចូលសម្លេងហើយជាមួយនឹងអូនប៊ូលយើងអាចបញ្ចូលសម្លេងទាំងពីរអ្នកបានទេនិយាយមកសាច់យើងវិញមួយមកបាទបងបើសិនជាបញ្ញត្តិកម្មការបាទតោះបុកខ្ញុំសម្រេចចិត្តដាក់ពាក្យទៅប្រឡងធ្វើជាមន្ត្រីរាជការហោះល្អអាឆាតពុករោងចាប់ពាក្យនេះ25ឆ្នាំហើយដើម្បីគ្រួសាររបស់យើងយល់ច្រឡំមិនមែនដើម្បីគ្រួសារដើម្បីស្រីហោះស្រីនោះជានរណានៅអង្គុយមុខលបងឯងអូរ៉ូលីននឹងមែនមានបញ្ហាអីអូរ៉ូលីនគឺជាស្រីប្រុសមិនប្រុសស្រីមិនស្រីហើយអាចប្រើរ៉ូលីនទៅធ្វើអីក៏បានដែរអាចជាពិសេសអាចនាំទៅរែកទឹកលីជាអន្តិតហ្នឹងគាត់និយាយចង់ចូលរ៉េបដែរណាអញ្ចឹងបើអញ្ចឹងបានតែបងឯងពេញចិត្តទេបើអញ្ចឹងចូលត្រង់กับខ្ញុំតែហ្មងដែរយើអាឆាតអើយស្រឡាញ់ដល់ពេលគេអាចខាងស្រីតមកវិញមិនទៅតខាងស្រីតវិញបើសិនជាលោកម្ចាស់ប្រអត់តែសម្លេងប៉ែនរ៉នលោកម្ចាស់បើសិនជាលោកម្ចាស់តែអាចទទួលស្គាល់ខ្ញុំដែលជាស្រីនៅយ៉ាងចៅនេះធ្វើជាចាកូនម្សាយសម្លេងដូចតិនហ្វីប៉ែនរ៉នហោះអាលោកងធ្វើការស្រួលបួប្រយ័ត្នខូចខាតរបស់យើងឲ្យគ្មានប្រាក់សងយើងទៅណាលបងឯងនិយាយខុសប្រូហ៎ចាលោកតែងតែចាក់ប្រធានពេលដែលភ្លាវអូអាឆាតពុកសុំទោសកាកូននៅក្មេងពុកមិនគួរហៅកូនជាអ្នកសុំទៀតទេតែឥឡូវខ្លាចជាការពិតហើយពុកឯងចង់ដាក់ខ្លួនធ្វើជាអ្នកសុំទៀនមែនណាខ្ញុំចេះវិជាគុណនឹងទេពកសលខ្លះទេវតាមិនព្រមឲ្យយើងទាំងពីរអ្នកខ្លាចជាអ្នកសុំទៀនទេគេថាខ្ញុំមានពួកម៉ាក់ម្នាក់នៅរាជធានីគេថាមីងរបស់គេចូលចិត្តពុកឯងខ្លាំងណាស់ហើយពុកឯងទៅរកគេទៅទៅលះបង់តិចហើយអូដើម្បីគ្រួសារពុកត្រូវទៅលះបង់នៅខាងនេះខ្ញុំអូខ្មោចហេស្អាតប៉ុណ្ណេះខ្មោចទីចូលរបស់ឯងចង់យកមកប្រហែលបងរ៉ូលីនយើអីគេពីរនាក់ឯងតែពីរនាក់រឹងឆាក់ឡោអាមួយទៅរៀនជំនាញអាមួយទៀតទៅតាមស្រីដើម្បីទ្របក៏ឯងយកមកឲ្យទុកកណាតពីរនាក់អ្នកយាមកអស់ពីអ្នកទៅចៃសុំទោសផងអ្នកបងគ្រាន់តែជាការលេងសើចទេសុំអ្នកបងកុំប្រកាន់ខ្ញុំអីបាទអូត្រឹមត្រូវហើយអាឆាតកូនមែនហើយប៉ាចុះទីកានេះចេះភ្ញាក់ពេលអន្តិតនឹងស្រីអូខ្ញុំនៅនេះឡើងភ្ញាក់ឡើងចង់ហៅគឺជាពីកអីចាឥឡូវយើងចូលដល់គណៈកម្មការកិត្តិយសយើងតិចទៀតសុំបន្តិចទៀតហើយក្រៅពីបញ្ចូលសម្លេងហើយបងអូនអាចធ្វើអីបានទៀតចាំពិតទៅសិល្បៈបុរាណគាត់តែខ្ញុំចូលចិត្តប៉ុន្តែខ្ញុំបានវឹកហាត់គឺអត់មានគ្រូទាំងអស់គាត់ណាស្រឡាញ់គាត់ណាចូលចិត្តចេះច្រៀងល្ខោនសាក់អីអូនចាក់ប្រធានតិចចុះខោនសាក់អាចទៅរួចតិចបាទអូអាចទៀតហាញតិចហ្នឹងចបៃអីអាចទៅរួចទេចបៃតិចដែរចេះតិចទាំងអស់បាទឥឡូវយកតិចមកបង្ហាញតិចហ្នឹងមើលមកមិនប្រើអូនឯងប្រើឲ្យអស់សាច់អស់លុយថ្លៃអើយថ្លៃថ្លើមអើយថ្លៃថ្លើមបងអើយថ្លើមឥឡូវឡើង1គីឡូ10000ជាងចាមួយចុះថ្លៃថ្លើមមិនកុំស៊ីសួតប្អូនសំលេងគេថាច្រៀងតុងបាសាក់បានគ្រាន់បើប៉ុន្តែរៀងនៅទៀបបងណាទៀបចុះចបៃអូនចបៃតិចមើលចបៃអូនតែងតរែងតែងតនែងត្រែងតែងទៅបងអាចធ្វើភ្លេងបានខ្លួនឯងហ៎បាទធ្វើភ្លេងជាចបៃទីងទីឌ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 ីងទ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 ីឌីងទីងទីឌីងទីងទីឌីងទីងនីងទីងទីងទីឌីងទ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 ីខ្ញុំបាទហើយតារោចាក់ចេញពីស្រុកមកដល់ពេញស៊ីនំបច្ចុកឥឡូវមានមុខឡើងច្រៀងចបៃឌីង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 អរគុណច្រើនស្វាគមន៍បងប្អូនអ៊ំពូមីងដែលនៅទីនេះជាទីមេត្រីអើយអូយតែរលីចេះច្រៀងហ៎ចេះច្រៀងចបៃអត់ដាច់តិចមកដាច់ចបៃតិចតាំងទីងឡើងទីងឡើងចបៃលៀបប៉ែនរនដាច់ចបៃប៉ែនរនដាច់ចបៃប៉ែនរនមើលភ្នែកឡើងខ្មៅហើយនេះរលីនពេលមើលរលីនយូរទៅផ្នែកខាងក្រោមដបនេះខាងក្រោមមិនខ្មៅទៅបងខ្ញុំផាត់ style រីហាណាមែនទេគេប្រើពេកគេប្រើពេកបាទកាប់ទៅតាំងពីដើមកម្មវិធីរហូតដល់ជិតចប់កម្មវិធីនេះគឺថាបងរ៉ូលីនគឺគាត់គឺជាផ្ទាំងស៊ីបមួយណាមែនដើមកម្មវិធី2ឆ្នាំលើហើយ2ឆ្នាំហ៎ឥឡូវចេះចូលអូនគណៈកម្មការកិត្តិយសមកអូនណាបាទអរគុណច្រើនមិញហ្នឹងគឺថាបានទស្សនាគឺមានអារម្មណ៍ថាសូមសរសើរសម្រាប់ទេពកោសលណា
បាទសុំសួរតិចមុននឹងចេះនៅជំនាញទាំងអស់ហ្នឹងណាពីមុនធ្វើអីគេខ្លះបាទពីមុនរៀងការមុនមកប្រឡងម៉ែថាយកទៅស្រោចទឹកដោយសារតែគាត់ថាឃើញអង្គុយក្រោយផ្ទះហើយនិយាយម្នាក់ឯងស្រោចទឹកផ្ដាច់ឬក៏មិនដែរគាត់ណាគាត់ខ្លាចកូនឈួតជួនកាលយើងសមបារោយើងអង្គុយនិយាយក្រោយផ្ទះយើងគាត់ថាយើងឈួតអញ្ចឹងមិនប្រាប់គាត់នៅផ្ទះថាឥឡូវនេះខ្ញុំសមបារោទេខ្ញុំបញ្ចូលសម្លេងម៉ែជឿមិននិយាយគាត់អត់ជឿគាត់ឈួតគាត់យកខ្ញុំទៅវត្តរហូតតែការពិតទៅគឺថាគឺជាទេពកោសលសិល្បៈមួយណាបងបាទខ្ញុំសរសើរថាល្អបាទសូម្បីតែខ្ញុំក៏ព្យាយាមធ្វើមិនក៏គេថាមិនបានដូចស្មើប៉ុណ្ណឹងទេណាបាទខ្ញុំសូមឲ្យបន្ទូលល្អបាទអរគុណច្រើនបងបាទគឺមានតែប៉ុណ្្នឹងអរគុណច្រើនថ្ងៃនេះឃើញថាបងអូនទាំងពីរនាក់គឺចាគេមានសមត្ថភាពដែលឡាយពីគ្នាអលង្ការទៀតមកចាដែលឡាយពីគ្នាហើយប៉ុន្តែបងអូនจากខាងតិនហ្វីបញ្ចូលសំឡេងថ្ងៃនេះដូចជារៀងញាប់បន្តិចមែនទេអូចៅមកចិត្តហ្នឹងបាត់ទៅអត់កើតទេឈាមទៅជាឡើយពួកគាត់រ៉េបក្រោយយើងអត់ទៅហ៊ានលេងយឺតខ្លាចអស់បន្លាយម៉ោងខ្លាចចាការដែលខ្លាចនេះហើយដែលធ្វើឲ្យយើងពេលខ្លះមិនអាចឈានដល់ចំណុចកំពូលបានមែនទេចាពេលដែលយើងកំពុងតែប្រឡងគឺយើងត្រូវនិយាយបារោយើងឲ្យបានក្បោះក្បាយពេលខ្លះបងមិញបងស្ដាប់អត់បានចុងក្រោយចាប៉ុន្តែដែលសំខាន់នោះគឺបានជំនុំគ្នាធ្វើមុខខាងជើងបងជឿចិត្តយ៉ាជួយចិត្តខាងជើងគាត់អ្នកប៊ូហ្នឹងណាអរគុណបាទសម្រាប់ស្នងចាំកាសអបតផលវគ្គក្រោយបាទវគ្គក្រោយតារាកិត្តិយសរបស់យើងនឹងឡើងបោះស្រាយបទចម្រៀងអញ្ញាសម្រាប់ Replacement